គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាអត់មានអីថ្មីបងប្អូនចង់ថតលេងដូរតោងចេញធ្ងន់ពេកដាក់ទៅលមាស់កចង់ពាក់តែមួយបានដាក់តែមួយធម្មតាដែរណាបងប្អូនបងផុសរឿងគេអ្នកសច្ចាំងសរុញគេដីបងប្អូនមិនបានយូរឡើងមកកណើដូចជារឿងអីនេះ channel ខ្ញុំនោះដំណើរដើមតងហ្នឹងកាលខ្ញុំអាយុនៅស្ទើរនោះបងប្អូនអាយុ15ឆ្នាំនោះអាយុ15ឆ្នាំទៅឃើញគេលក់វត្ថុស័ក្តិសិទ្ធិក៏ចែកគៀមដំរីគេបាន2ស្នែងកបីបកធ្លុះបាន2បងប្អូនលោកគ្រូកន្ធប់ឲ្យយប់ឡើងមានអ្នកសច្ចាំងសរុញគេដីមកកោះជប់ឲ្យថាចៅឯងកុំភ័យព្រួយចាំតាជួយយើងដេកធម្មតាហ្នឹងដេកធម្មតាបន្ទាប់មកមានអ្នកសច្ចាំងសរុញគេដីមកឲ្យយើងអង្គុយបងប្អូនដូចនៅក្នុងរឿងដែលខ្ញុំថតដូចគ្នាပဲដាក់ហើយកោះជប់ឲ្យយល់ថាចាក់ខ្នងចាក់អីចឹងដូចគ្នាចឹងហើយមានអីសុខសប្បាយទៅណាមកណាអីបើយើងជិះម៉ូតូដូចមានទម្ងន់ហើយដូចមានបញ្ហាអីគាត់មិនប្រាប់ទេប៉ុន្តែដូចរបៀបថាយើងដឹងថានៅមុខមានបញ្ហាអញ្ចឹងយើងបកក្រោយវិញទៅគាត់អត់មានប្រាប់ទេប៉ុន្តែយើងដឹងដូចថាយើងដឹងហ្មងយើងដឹងថាមុខនឹងអត់មានពិតជាមានបញ្ហាហើយអញ្ចឹងតែយើងជិះម៉ូតូបកក្រោយវិញទៅពេលខ្លះបងប្អូនហើយខ្ញុំឡើងទៅប្រាសាទអីគេបងប្អូនប្រាសាទគេមើលថ្ងៃលិចគេហៅអីទេនេះវានឹងដើរតឯងដូចជាបាក់ខែងក៏មិនដឹងប៉ុន្តែអាផ្លូវទៅបាក់ខែងនោះកន្លែងនោះគេហៅថា
យើងទៅមើលថ្ងៃលិចទេបងប្អូនប៉ុន្តែយើងទៅម៉ោង3ឯងហើយជាម៉ោង2ម៉ោង3ធម្មតាមានមនុស្សច្រើនប៉ុន្តែថ្ងៃនោះដឹងយ៉ាងម៉េចអត់មានមនុស្សម្នាក់ដល់ខ្ញុំដើរទៅដូចមានអ្នកគេស្លឹងមើលយើងបងប្អូនស្លឹងមើលយើងមួយអ្នកយើងដូចមិនសូវស្រួលយើងបកក្រោយវិញយើងតឯងតបមកយើងដឹងថាមានអ្នកស្លឹងយើងបងប្អូនអរូបស្លឹងយើងស្លឹងស្លក់យើង2 3នាក់អញ្ចឹងណាយើងដឹងហ្មងអញ្ចឹងខ្ញុំបកក្រោយវិញទៅហើយគៀមតម្រៃហើយនឹងស្នែងកបីបងប្អូនស្នែងកបីមិនដឹងជាបក់ធ្លុះមិនបក់ធ្លុះទេតែពណ៌សមួយពណ៌ខ្មៅមួយញីឈ្មោលមានតែមួយគូនឹងប៉ុន្តែលោកគ្រូដាស់សិទ្ធិឲ្យដាស់សិទ្ធិអ្នកសច្ចាំងសក់រួញគៀដីដល់ពេលទៅបៃតមៈស៊ីសាច់ឆ្កែបងប្អូនស៊ីសាច់ឆ្កែគួយចុកពោះឡើងចេញទឹកភ្នែកខ្ញុំឆ្ងល់ថាថៃបានចុកពោះអញ្ចឹងដល់ពេលស៊ូគេទៅលេងស៊ីសាច់ឆ្កែដល់ពេលមកអំពេញវិញលេងយកជើងទាំងពីររបស់គាត់នោះតែស្អីបងប្អូនបញ្យល់សពខ្ញុំអញ្ចឹងណាយកជើងទាំងពីរនោះជ្រុំលើមុខខ្ញុំហើយដកក្តោងច្រមុះចេញវាខុសទំនមបងប្អូនខុសទំនមហើយគេចេញបាត់ទៅតែស្អីនឹងចេញបាត់ទៅសក់រួញគៀដីភ័ក្រជុតសហើយមានកម្មខ្មៅដូចពាក់ខ្សែកខ្មៅដូចជាមានហេតុភេទការបាននៅដូចសុខសប្បាយដែរហើយជិះតាណាមកណាយដូចមានទម្ងន់ម៉ូតូយើងស៊ូតទៅស៊ូតយើងជិះសុវត្ថិភាពហើយដូចចម្លែកស៊ូតមកម៉ូតូយើងស៊ូតមកទៅបានជាខុសទំនមស៊ីសាច់ឆ្កែចុកពោះនោះហើយដូចជាយ៉ាងម៉េចទៀតទេមកពីយើង